ចាប់ផ្ដើមថ្ងៃនេះក្នុងនាមជាមនុស្សថ្មីការចាប់ផ្ដើមពីសូន្យគ្មានលុយគ្មានបងប្អូនគ្មានមិត្តភ័ក្តិគឺជាស្ថានភាពដ៏ឯកោនិងគួរឲ្យភ័យខ្លាចបំផុតប៉ុន្តែវាក៏ជាស្ថានភាពដែលផ្ដល់ឲ្យអ្នកនៅសេរីភាពពេញលេញក្នុងការកសាងអត្តសញ្ញាណថ្មីដោយគ្មានសម្ពាធពីអ្នកស្គាល់ដែរដើម្បីបំបត្តិភាពភ័យខ្លាចនិងចាប់ផ្ដើមស្រោចស្រង់ជីវិតអ្នកគួរធ្វើតាមជំហានជាក់ស្ដែងខាងក្រោមនេះ 1. បំបត្តិភាពភ័យខ្លាចដោយការទទួលយកនិងការរៀបចំភាពភ័យខ្លាចកើតចេញពីភាពមិនច្បាស់លាស់ដើម្បីឈ្នះវាអ្នកត្រូវឈប់លាក់បាំងការពិតហើយទទួលយកថាឥឡូវនេះអ្នកគ្មានសល់អ្វីទាំងអស់នៅពេលដែលអ្នកទទួលយកចំណុចទាបបំផុតភាពភ័យខ្លាចនឹងថយចុះព្រោះអ្នកគ្មានអ្វីត្រូវបាត់បង់ទៀតទេបំផ្លាញការភ័យខ្លាចទៅជាកិច្ចការសរសេររាល់បញ្ហាដែលអ្នកបារម្ភទាំងអស់នៅលើក្រដាសឧទាហរណ៍បារម្ភរឿងអត់បាយបារម្ភរឿងអត់កន្លែងគេងរឿងម្ចាស់បំណុលកាលណាបញ្ហានៅលើក្រដាសវានឹងក្លាយទៅជាកិច្ចការដែលត្រូវដោះស្រាយមិនមែនជាខ្មោចលងក្នុងចិត្តទៀតទេ 2. ចាប់ផ្ដើមពីចំណុចរស់រានក្នុងស្ថានភាពគ្មានលុយគ្មានបងប្អូនគ្មានមិត្តភ័ក្តិសូមកុំទាន់គិតដល់លុយលានភ្លាមអ្វីដែលអ្នកត្រូវគិតគឺរឿងបាយកន្លែងស្នាក់នៅនិងវិធីដែលត្រូវរស់ជាមុនសិនសូមរកការងារណាដែលផ្ដល់កន្លែងស្នាក់នៅនិងអាហារបន្ទាប់មកត្រូវបង្កើតមិត្តតាមរយៈការងារនោះអ្នកថាគ្មានមិត្តភ័ក្តិគ្មានបងប្អូនគឺជាការល្អទៅវិញទេក្នុងពេលនេះព្រោះអ្នកមិនចាំបាច់ចំណាយពេលឥតប្រយោជន៍ខ្វល់ខ្វាយអំពីការគិតនិងការវាយតម្លៃរបស់ពួកគេទេហើយម្ចាស់ការងារគឺជាមិត្តថ្មីដំបូងរបស់អ្នកចូលធ្វើការងារឲ្យលើសពីប្រាក់ខែដែលគេជួលភាពឧស្សាហ៍របស់អ្នកនឹងធ្វើឲ្យអ្នកជុំវិញខ្លួនមានទំនុកចិត្តក្នុងលោកនេះមនុស្សដែលធ្វើការខ្លាំងនឹងដឹងគុណគេមិនដែលចេះខ្វះអ្នកជួយជ្រោមជ្រែងឡើយសូមប្រើអ៊ីនធឺណិតជាមិត្តចូលប្រើវាដើម្បីរៀនជំនាញជាជាងការមើលល្បែងឬការកម្សាន្តឥតប្រយោជន៍កុំឲ្យទូរស័ព្ទក្លាយជាឧបករណ៍បំផ្លាញតែត្រូវប្រែក្លាយវាឲ្យទៅជាសាលារៀនរបស់អ្នក 3. រៀបចំផែនការសកម្មភាពជាក់ស្ដែងក្នុងអំឡុង90ថ្ងៃដំបូងខែទី 1 រស់រានរកការងារអ្វីក៏ដោយដែលផ្ដល់នូវចំណូលប្រចាំថ្ងៃឬប្រចាំខែនិងមានកន្លែងស្នាក់នៅកាត់ផ្ដាច់រាល់ទំនាក់ទំនងចាស់ៗដែលនាំឲ្យអ្នកទៅរកល្បែងខែទី2រៀនសន្សំពីចំនួនដែលអាចចាប់ផ្ដើមរៀនសន្សំលុយឲ្យបានទោះត្រឹម 2,000 រៀលក្នុងមួយថ្ងៃក៏ដោយដើម្បីសាងទម្លាប់ឈ្នះលើខ្លួនឯងខែទី3រៀនជំនាញឆ្លៀតពេលយប់ឬពេលសម្រាករៀនជំនាញដែលទីផ្សារត្រូវការដូចជាជួសជុលលក់ដូរឬបច្ចេកវិទ្យាថ្មីៗជាដើមព្រោះជំនាញអាចជួយឲ្យអ្នកបង្កើតចំណូលបានជារៀងរហូតអ្នកត្រូវដឹងខ្លួនថាអ្នកមិនមែនជាមនុស្សខ្សោយទេហើយអ្នកក៏មិនមែនចាប់ផ្ដើមពីសូន្យដែរប៉ុន្តែអ្នកកំពុងចាប់ផ្ដើមពីបទពិសោធន៍មនុស្សដែលធ្លាប់ធ្លាក់ដល់បាតហើយងើបឡើងវិញបានគឺជាមនុស្សដែលខ្លាំងបំផុតក្នុងលោកត្រូវចាំថាអ្នកមិនមែនម្នាក់ឯងទេខ្ញុំនៅទីនេះជាមួយអ្នកដោយក្តីស្រឡាញ់